So na tengah ni kerja vlog part of my trip ទៅខាងប៉ែតចិនទៅឆុងឈិងហើយនឹងចឹងទូចឹងទៅចឹង guy គាត់ធ្វើការ check in ឲ្យពួកខ្ញុំហើយខ្ញុំក៏យកវ៉ាលីយកមកថ្លឹងគីឡូបន្ថែមចឹងទៅដោយសារតែពួកខ្ញុំទៅតាម tour ចឹងពេលដែលបាន take off ឡើងប្រហែលជាមួយសប្តាហ៍ហ្នឹងខាង flight attendant គាត់ធ្វើការចែក snack មុននឹងគាត់ឲ្យជា lunch box ឲ្យចឹងណាហើយសម្រាប់ខ្ញុំផ្ទាល់មកមកអាហារនៅលើយន្តហោះគឺអត់ដែលឆ្ងាញ់ទេដោយសារតែខ្ញុំមិនដឹងថាមានគ្នាយើងគាត់ធ្លាប់ experience មិនប៉ុន្តែមក experience ដែលខ្ញុំធ្លាប់ញ៉ាំអាហារលើយន្តហោះគឺ it's not my taste ហើយក៏មិនភ្លេចជាមួយនឹង cookie ដែល made by me ដែរចា អូខេចឹង after a 3-hour flight ពួកខ្ញុំបានមកដល់ហើយពេលហ្នឹងភ្លៀងខ្លាំងមែនតើមកដល់ឆុងឈិងហើយពេលហ្នឹងគឺរត់ទៅរកកតុបទឹកមុនគេដោយសារតែវាយូរដែរ3ម៉ោងហើយបន្ទាប់មកយើងក៏មកយកវ៉ាលីធម្មតាចឹងទៅហើយយើងដើរទៅក្រៅចាំកាយចិនគេនាំយើងទៅញ៉ាំអាហារពេលល្ងាចចឹងដោយសារពេលហ្នឹងម៉ោងប្រហែលជា5ដែរបានចេញផុតពីពលានអូខេចឹងម៉ោងប្រហែលជា6កន្លះហ្នឹងពួកខ្ញុំបានមកដល់ភោជនីយដ្ឋានហើយមកដល់គឺគេលើកម្ហូបដាក់យើងឲ្យពួកខ្ញុំញ៉ាំតែម្ដងហើយឥឡូវពួកខ្ញុំញ៉ាំហើយចេញទៅវិញចឹងដូចអ្នកទាំងអស់គ្នាបានឃើញចឹងគឺមេឃអត់តនឹងទៀតម៉ោង 7:08 ណាហើយក្នុងធួនឹងដែរតែពួកគាត់បានរៀបចំហ្នឹងខ្ញុំគិតថាវាស្អាតវាខ្ញុំទៅអត់មាន smell អាប្រៃអីដោយសារដំបូងខ្ញុំពីខ្មែរទៅខ្ញុំគិតថាអូមកសង្ស័យពិបាកទ្រាំមកតែអត់មានក្លិនអត់មានអីខ្ញុំទៅស្អាតនៅឆុងឈិងចឹងបន្ទាប់ពីខ្ញុំមួយប្អូនខ្ញុំដាក់អីបានហើយហ្នឹងខ្ញុំចុះមកទិញกระดาษស្រួលกระดาษសាមដាក់តាមខ្លួនដោយសារតែនៅចិនគឺបន្ទប់ទឹករៀងit's hard to say បន្ទាប់មកខ្ញុំហៅតាក់ស៊ីតាមទីពីស្តៀង Grab ចឹងណាគាត់ថាគេប្រើនៅខាងចិនហើយសម្រាប់តាក់ស៊ីតែពួកគាត់អ្នកបើកឡានហ្នឹង mostly គឺពួកគាត់ user friendly ហើយនឹងក៏ជារឿងធម្មតានៅប្រទេសចិនដែរចឹងយើងអត់បាច់ចាំប្រកាន់ពួកគាត់ទេអូខេ so ពួកខ្ញុំបានមកដល់សឺប៉ាធីចឹងនឹងលក្ខណៈស្តៀង walk street យើងចឹងណាហើយអាតុបតែងរបស់គេហ្នឹងវាបែបដូចយើងមើលក្នុងរឿងចិនផ្ទះបុរាណចឹងទៅគ្រាន់តែនេះគឺជាការតុបតែងរបស់គេទេហើយក្នុងហ្នឹងគឺគេមានលក់ច្រើនមែនតើមានរបស់ញ៉ាំមានផាប់មាន souvenir store តែ mostly ខ្ញុំឃើញគឺជាលក្ខណៈ souvenir store សម្រាប់ហាងគុជខ្យងអីខ្ញុំអត់ recommend ឲ្យអ្នកទាំងអស់គ្នាទិញទេបើយើងអត់ស្គាល់ប្រភពចឹងណាដោយសារតែវាអាចនឹងមានការបោកប្រាស់អីចឹងទៅខ្ញុំមួយប្អូនហ្នឹងដើរលេងនៅនឹងប្រហែលជាចូលចិត្ត2ម៉ោងដែរហ្នឹងណាទៅដល់ម៉ោងប្រហែល10ហ្នឹងហើយនេះគឺហាងតាណាប់ពួកខ្ញុំភ្លក់ឡើងចង់100មុខនេះក្នុងហ្នឹងច្រើនមុខមែនតើហើយពួកខ្ញុំទិញមកអានំហ្នឹងខ្លះចឹងទៅហើយអូនិយាយដល់រឿងហ្នឹងខ្ញុំឃ្លានតាណាប់តបែកទៀតហើយឆ្ងាញ់តាណាប់តបែកគេហ្នឹងហើយពួកខ្ញុំធ្វើការដើរនៅក្នុងនឹងរហូតទៅហើយពូមីងខ្ញុំក៏គាត់អត់មកដោយសារតែគាត់ហត់ពេកកុំអីនាំគាត់ដើរទិញ you know what I mean right តោះមកពួកខ្ញុំបានចូលដល់ហាងនេះមកកន្លែងនេះហើយគេ decor មួយយ៉ាងផ្នែកអីចឹងទៅហើយនេះខ្ញុំស្មានមាននៅជាន់ទី2ដល់ពេលទៅដល់គេពងជួសជុលហើយមកភ្លក់នេះស្អី collagen គេនេះគេឲ្យខ្ញុំភ្លក់ប្រហែលជាជាង10មុខទីបញ្ចប់ទិញបានម្នាក់មកប្រអប់ឲ្យគុណ Okay it's time to go to hotel and rest ចឹងណាហើយតាក់ស៊ីគឺយប់ឡើងគាត់ជិះលឿនប៉ុន្តែបើសរុបទៅតាក់ស៊ីខ្ញុំជិះទៅហើយនឹងមកហ្នឹងណាខ្ញុំអត់ទៅ$3ណាអ្នកទាំងអស់គ្នាហ្នឹងហើយអូខេ so blog ថ្ងៃទី1គឺមានប៉ុណ្ណឹងជួបគ្នានៅ blog ថ្ងៃក្រោយ bye bye